ចិនចាត់ទុកការចាប់បញ្ជូនលោក Gen Z ទៅចិនជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជាចិនរដ្ឋាភិបាលចិនតាមរយៈក្រសួងសន្តិសុខសាធារណៈរបស់ខ្លួននៅថ្ងៃទី8ខែមករាបានចេញសេចក្តីប្រកាសផ្លូវការនៃការចាប់ខ្លួនលោក Gen Z មេឧក្រិដ្ឋកម្ម Online Scam ពីប្រទេសកម្ពុជាបញ្ជូនទៅប្រទេសចិនវិញសម្រាប់ប្រទេសចិនបានចាត់ទុកការចាប់ខ្លួននេះគឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជាចិននៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសន្តិសុខសាធារណៈរបស់ចិនបានគូបញ្ជាក់ថាក្រោមការគ្រប់គ្រងនិងកិច្ចសហប្រតិបត្តិការពីអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាក្រសួងសន្តិសុខសាធារណៈចិនបានអនុវត្តការប្រគល់និងនាំខ្លួនលោក Gen Z ជាពលរដ្ឋចិនដែលជាមេឧក្រិដ្ឋកម្ម Online Scam ពីរាជធានីភ្នំពេញត្រឡប់ទៅប្រទេសចិនបានដោយជោគជ័យបើតាមក្រសួងសន្តិសុខសាធារណៈចិនលោក Gen Z មានជាប់សង្ស័យបទល្មើសជាច្រើនរួមមានការបើកដំណើរការល្បែងស៊ីសងខុសច្បាប់ Online Scam ការធ្វើអាជីវកម្មខុសច្បាប់និងការលាក់បាំងប្រាក់ចំណូលពីបទឧក្រិដ្ឋហើយបច្ចុប្បន្នមេឧក្រិដ្ឋកម្ម Online Scam រូបនេះនឹងត្រូវអាជ្ញាធរចិនបើកការស៊ើបអង្កេតបន្ថែមទៀតក្រសួងសន្តិសុខសាធារណៈចិនថែមទាំងបានសង្កត់ធ្ងន់ថានឹងចេញទៅការតាមចាប់ខ្លួនសមាជិកសំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធជាមួយនឹងលោក Gen Z និងបានអំពាវនាវឲ្យជនពាក់ព័ន្ធបញ្ឈប់អំពើខុសច្បាប់និងប្រគល់ខ្លួនដោយយ៉ាងឆាប់រហ័សដើម្បីទទួលបានការបន្ធូរបន្ថយទោស